ថ្ងៃនេះយើងមកធ្វើកាហ្វេញ៉ាំទាំងអស់គ្នាចឹងកាហ្វេដែលខ្ញុំផឹកនេះគឺជាកាហ្វេរបស់វៀតណាមហើយដែលសារថ្ងៃមុនខ្ញុំឃើញជនជាតិវៀតណាមគាត់ធ្វើពីវិធីធ្វើកាហ្វេវៀតណាមហើយមកទៅតំណងមែនតើហើយខ្ញុំមើលវិធីធ្វើគេទៅដូចនៅខ្មែរយើងឆុងលក់អញ្ចឹងតែថ្ងៃនេះសាកមកធ្វើញ៉ាំហើយថ្ងៃនេះគឺខ្ញុំដាក់កាហ្វេហ្នឹង3វែករៀងធំដែរហើយខ្ញុំដាក់ទឹកចំនួន12អោនអញ្ចឹងទឹក12អោនគឺពេញមួយកែវហ្នឹងហ្មងអ្នកនរគ្នាប៉ុន្តែខ្ញុំចាក់ចេញពាក់កណ្ដាលខ្ញុំធ្វើតែពាក់កណ្ដាលបន្ទាប់មកខ្ញុំលាយជាមួយនឹងទឹកដោះគោខាប់2សភាអញ្ចឹងកាហ្វេហ្នឹងគឺវារៀងដិតខ្លាំងហើយវារៀងល្វីងអញ្ចឹងហើយខ្ញុំដាក់លាយជាមួយនឹងទឹកដោះគោខាប់ទៅវាក៏ផ្អែមមួយល្វីងដូចរសជាតិខ្ញុំចង់បានហើយនៅពេលដែលខ្ញុំដាក់ទឹកកកចូលទៅវាលាយជាទឹកកកហ្នឹងទៅគឺល្មមហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹង whipping cream បន្ថែមពីលើហើយយើងកូរចូលគ្នាឲ្យសព្វទៅញ៉ាំទៅគឺល្មមហ្មងអ្នកនរគ្នាហើយរសជាតិដូចនៅខ្មែរអញ្ចឹងនិយាយទៅឡើងដិតផ្អែមហើយល្វីងដូចខ្ញុំចង់បានអញ្ចឹងពេលធ្វើឲ្យភ្លុកមួយម៉ាត់ទៅអូរសជាតិឡើងត្រូវចិត្តហ្មងនិយាយទៅរសជាតិឡើងដូចកាហ្វេយើងទិញនៅខ្មែរមួយថង់3000អញ្ចឹងបើអ្នកណាចូលចិត្តញ៉ាំកាហ្វេរសជាតិដិតៗហ្នឹងគឺអាចធ្វើតាមវិធីនេះបានធានាថារសជាតិឆ្ងាញ់ហ្មង